នេះបងថ្លៃខ្ញុំមកផ្សារដើម្បីទិញម្ហូបហើយគាត់ក៏ប្របួលខ្ញុំមកផ្សារដែរទៅណាមួយនៅកន្លែងការងារខ្ញុំរៀងតានីផងខ្ញុំក៏ឆ្លៀតមកដែរទៅនិយាយពីថាទូសាច់គេមានគ្រប់ទូតែម្ដងអញ្ចឹងបងអូនមកចង់បានសាច់មួយណានេះប្រាប់ខ្ញុំមកខ្ញុំទិញឲ្យបងថ្លៃខ្ញុំកំពុងតែដើររើសសាច់ចំណែកខ្ញុំកំពុងតែថតហើយគាត់បានខលទៅសួរប្អូនគាត់ថាយកសាច់អីខ្លះអីចឹងណាចំណែកខ្ញុំមកផ្សារថាមិនបានទិញអីទេដល់ពេលដើរមើលទៅឃើញម៉ាស្ការ៉ាគេបញ្ចុះតម្លៃអញ្ចឹងក៏ទិញមួយដើមនឹងគេទៅសង្ស័យតែចិត្តហួរឌីលេទេបានបញ្ចុះតម្លៃចឹងមើលមកហូបគេតាំងលក់ណាឡើងដូច buffet តែម្ដងនេះចង់បានសាច់ជ្រូកសាច់គោសាច់ត្រីអីនេះគ្រប់ម៉ាក់តែម្ដងនេះហើយនិយាយថាទូនំក៏តាមទូនំណាក៏ស្បូលរបស់ហូបដែរតែរបស់ខ្លះក៏មានតម្លៃថ្លៃរបស់ខ្លះក៏មានតម្លៃថោកអីចឹងណាដោយសារសម័យនេះដឹងស្រាប់ហើយអ្វីក៏ឡើងថ្លៃដែរខ្ញុំនេះឲ្យតែពេលថតងាកមើលឆ្វេងមើលស្ដាំតែម្ដងពួកខ្លះគេឃើញខ្មាស់គេអត់ដឹងមិននៅតែអៀនកាមេរ៉ាអត់យល់ទេហើយនៅតែអៀនមនុស្សជុំវិញខ្លួនអីចឹងអានេះដោយសារតែមិនសូវមានមនុស្សទេបើខ្ញុំហ៊ានថតបើសិនជាមានមនុស្សច្រើនខ្ញុំក៏មិនហ៊ានថតដែរដោយសារតែយើងគ្រាន់តែលើកកាមេរ៉ាក៏មានគេមើលមកឡើងព្រាតបន្លែឡើងច្រើននេះនៅតែខ្វះតែសក់មួយទៀតគឺខ្ញុំអត់បានរើសបន្លែនឹងសាច់ទេចឹងហើយខ្ញុំអត់ដឹងថាគាត់ត្រូវការអ្វីខ្លះអីចឹងណាកន្លែងគេគិតលុយហើយយើងក៏យកលើកបន្លែលើកអីឲ្យគេគិតលុយទៅហើយមកខ្ញុំនេះទនេទិញបានទេថតវីដេអូរហូតហើយមិនថាបងខ្ញុំមិនថាខ្ញុំទេឲ្យទៅចូលផ្សារគឺមិនក្រម1000ឬ2000ទេចឹងហើយតែងតែអត់ចង់មកផ្សារទេព្រោះអីបើយើងមកផ្សារគឺវាតែងតែអស់លុយតែវាបានរបស់ចឹងបងអូនបើឃើញខ្ញុំថតជាប់អក្សរថៃសូមកុំខឹងខ្ញុំដោយសារតែខ្ញុំនៅថៃចឹងហើយមានតែជាប់ខ្លះនឹងឯងបងអូនអើយពេលដែលបើគេគិតលុយហើយពួកខ្ញុំក៏បានត្រឡប់មកកន្លែងធ្វើការវិញហើយខ្ញុំទិញបានជាមួយនឹងតបាយម្នាស់ស្វាយអង្គុយញ៉ាំលេងទៅដល់ពេលថតវីដេអូថតបានបន្តិចក៏ទូរស័ព្ទខ្ញុំពេញថតបាន